ឥឡូវនេះគឺខ្ញុំបានព្រីនกระดาษនេះចេញហើយខ្ញុំបានឲ្យបុគ្គលិកទាំងអស់គាត់បានសញ្ញាគ្រប់គ្នាហើយនេះដូចជាស្ដែងដូចនេះខ្ញុំដាក់ឲ្យគ្នាយើងមើលជាស្ដែងនេះដូចกระดาษនេះអញ្ចឹងនេះกระดาษនេះពេលដែលយើងព្រីនចេញហើយវាចេញអញ្ចឹងណានេះផ្នែកផ្សេងផ្នែក top page ផ្នែក top page មាន3នាក់ខាង Dr. K មានជាង20នាក់ទុកនៅខាងនោះឥឡូវខ្ញុំយកតែមួយមកមើលសិននេះពេលដែលយើង print ចេញវាចេញអញ្ចឹងណានេះពេលដែលយើង print មកវាចេញអញ្ចឹងពេលដែលដល់ខែខ្ញុំបញ្ជូនវត្តមាននេះទៅមេគាត់ពិនិត្យមើលបុគ្គលិកណាដែលគាត់ចូលធ្វើការយឺតគាត់ដឹងហើយបុគ្គលិកណាដែលមកដោយទៀងទាត់គឺគាត់ដឹងដោយបុគ្គលិកម្នាក់នេះគឺគាត់ចូលធ្វើការតាំងពីថ្ងៃទី1ខែ1 2026ឥឡូវនេះគឺអានេះគាត់បានបំពេញត្រូវហើយនេះពេលដែលគាត់ច្បាប់ថ្ងៃទី14នេះគាត់ដាក់ពេកអញ្ចឹងណាហើយកន្លែងពេហ្នឹងគឺជាកន្លែងដែលគាត់ច្បាប់អញ្ចឹងមូលហេតុគឺឈឺមូលហេតុរបស់គាត់អានេះគឺគាត់បំពេញត្រូវហើយទី1អានេះគឺគាត់បំពេញត្រូវហើយយើងមើលដាច់ខែខ្ញុំបញ្ជូនវត្តមាននេះទៅមេពេលដែលមេមើលហើយគាត់យល់អត់បើគាត់អត់យល់ទេគាត់ complain មកខ្ញុំទៀតហើយក៏ update ថ្មីតើធ្វើបែបនេះត្រឹមត្រូវអត់ឬក៏ខុសគឺដាច់ខែមិន update ជូនបុគ្គលិកទាំងអស់គ្នាហើយនេះម៉ោងចូលក៏ដាក់ត្រូវហើយម៉ោងដែលគាត់ចូលធ្វើការម៉ោង8ហើយម៉ោងដែលគាត់ចេញម៉ោង5នេះខ្លះគឺគាត់លើម៉ោងអានេះគឺម៉ោងគាត់ចេញគឺគាត់ម៉ោងដែលគាត់ចេញគឺម៉ោង5ហើយគាត់នៅហ្នឹងគឺនៅលើហ្នឹងគឺគាត់ OT ហើយកន្លែងសញ្ញានេះគាត់សញ្ញាត្រូវហើយតាំងពីថ្ងៃទី1រហូតដល់ថ្ងៃទី23ថ្ងៃនេះថ្ងៃទី23អញ្ចឹងពេលដែលស្អែកថ្ងៃទី24ថ្ងៃសៅរ៍អញ្ចឹងគាត់មកគាត់សញ្ញាកន្លែងនេះមួយហើយនឹងគាត់សេម៉ោងគាត់ចូលហើយសញ្ញាគាត់កន្លែងនេះបើគាត់មកគាត់ដាក់តាមហ្នឹងអញ្ចឹងវីតាមីនវាស្រួលមើលអញ្ចឹងហើយជាមួយខ្ញុំបញ្ជូនទៅមេពេលដែលមេមើលហើយមេគាត់ត្រូវអាប់ដេតបន្ថែមខ្ញុំនឹងអាប់ដេតនៅបន្តនៅខែ2ជាមួយដាក់បែបនេះត្រូវអត់ឥឡូវវិជាវីតាមីនរបស់យើងគឺប៉ុណ្ណឹងហើយពេលដែលមេគាត់មើលគាត់ចែកមើលហើយគាត់គុណលុយឲ្យតែម្ដងហើយពេលដល់ថ្ងៃបើកលុយគាត់គ្រីកហើយគាត់សញ្ញាហៅទៅលេខហើយគាត់ហៅបុគ្គលិកយើងម្នាក់ទៅបើកលុយអូខេវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងតាក់ទងទៅនឹងអវត្តមានដែលខ្ញុំធ្វើហើយអានេះខាងកុំព្យូទ័រហ្នឹងគឺយើងអត់តាន់បានធ្វើចាញ់មកជាសិលសភៅជាសក្តានអញ្ចឹងនេះណាយើងមកធ្វើអាប់ដេតនៅលើហ្នឹងហើយបើអូខេហើយគឺយើងផលិតចេញជាកដានហ្នឹង copy ចេញមកហើយនេះបុគ្គលិកនេះគឺគាត់ចូលទៅការថ្ងៃទី1ខែ1ហើយបុគ្គលិកម្នាក់នេះគាត់ចូលធ្វើការថ្ងៃទី16ខែ1អញ្ចឹងគឺគាត់អត់បានសញ្ញាកន្លែងនេះទេគាត់សញ្ញាកន្លែងនេះចូលម៉ោង8ចេញម៉ោង8ចេញម៉ោង4អញ្ចឹងណាតាមមុខងាររៀងៗខ្លួនហើយបើម្នាក់នេះវិញគឺគាត់ចូលធ្វើការថ្ងៃទីនេះ22បាន2ថ្ងៃចិត្តដល់ថ្ងៃបើកលុយទៀតហើយបុគ្គលិកចូលធ្វើការផ្លេចដល់បាយបើកលុយអូខេបងប្អូនយើងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងនេះអានេះបុគ្គលិកទៅសេឲ្យខ្ញុំថ្ងៃនេះហើយខ្ញុំទៅសេចេញអសរប្រកាសរៀងខ្លួនខ្ញុំមើលខ្លាំងដាច់មើលផ្លាំងដាច់ដាក់យកមកទៅចាំមើលអានេះលើកទី1ចាំមើលខែ1នេះបើសិនជាមេគាត់មើលហើយត្រូវការអាប់ដេតបន្តខ្ញុំអាប់ដេតនៅខែ2អូខេបងប្អូនយើងវីដេអូខ្ញុំមានតែប៉ុណ្ណឹងបាយជម្រាបលា